បាទជំរាបសួរបងប្អូនថ្ងៃនេះសូមលើកយករឿងថ្មីមួយទៀតមកនិទានចែកជូនបងប្អូនស្ដាប់រឿងនេះមានចំណងជើងថាឪពុកនាំកូនចូលខារ៉ាអូខេបាទមិនតែខារ៉ាអូខេនេះมันសំដៅលើកន្លែងបន្ទប់ច្រៀងបន្ទប់ស៊ីផឹកអីទេបាទគឺតំបន់គេហៅថាចូលកញ្ចុះចូលហូបនេះហូបនោះអីចឹងណាបាទអញ្ចឹងបុរសម្នាក់គាត់ធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍បាទលុះដល់ថ្ងៃសម្រាកថ្ងៃអាទិត្យគាត់ក៏នាំប្រពន្ធកូនតូចរបស់គាត់ហ្នឹងលំហែអារម្មណ៍គឺនាំពួកគាត់ហ្នឹងទៅស្រស់ស្រូបអាហារពេលយប់បាទហូបជាស៊ុបហូបជាអីលំហែអារម្មណ៍ជាលក្ខណៈគ្រួសារទេបាទពេលទៅដល់ហាងឬក៏កញ្ចុះបាទពេលចូលទៅដល់គាត់បានដើរដឹកដៃកូនអាយុប្រហែលជា8 9ឆ្នាំអីហ្នឹងបាទដើរដឹកដៃចុះពីលើឡានទៅគាត់ដើរដឹកដៃចូលបាទពេលចូលទៅគាត់រៀបរាប់ប្រាប់កូនធម្មតាចូលទៅគឺមាននារីបាទមាននារីគាត់នៅអង្គុយខាងឆ្វេងខាងស្ដាំមុខក្រោយអីហ្នឹងនៅអង្គុយតាមផ្លូវហ្នឹងដល់ពេលអញ្ចឹងគាត់រាយរាប់ប្រាប់កូនប្រុសរបស់គាត់ហ្នឹងថានេះកូននារីម្នាក់អង្គុយនោះជាដៃគូរបស់ពូនេះមួយណាបាទសូមមិនបញ្ចេញឈ្មោះទេបាទចំណែកអង្គុយនៅលើក្រែនៅលើបងនោះជាដៃគូរបស់ពូនេះមួយរបស់អ៊ំនោះគាត់ចេះរៀបរាប់ប្រាប់ទៅបាទដល់អញ្ចឹងកូនគាត់ឆ្ងល់ពុកអញរៀបរាប់តែរបស់គេរបស់ពូករបស់ពូខរបស់អ៊ំកអ៊ំខអីចឹងអញ្ចឹងកូនហ្នឹងក៏ស៊ូមកសំណួរទៅឪពុកវិញហើយពុកឮតែរៀបរាប់របស់គេហើយពុកឯងឮថាសារមកក៏ចុះនឹងដែរមួយណារបស់ពុកឯងបាទសំណួរនេះល្អណាស់ឪពុកញញឹមហើយគាត់ឆ្លើយទៅកូនថាពុករៀបរាប់អស់ហើយរបស់គេសល់ប្រមាណហ្នឹងរបស់ពុកទាំងអស់ហ្នឹងដល់ពេលអញ្ចឹងកូនហ្នឹងក៏ទះដៃទៅបដ ாய் យេរបស់ពុកអញច្រើនណាស់វ៉យនៅនេះបាទដល់អញ្ចឹងទៅឪពុកកូនហ្នឹងក៏ដឹកដៃគ្នាចូលទៅហូបអីស្រស់ស្រូបធម្មតាទៅនៅក្នុងហ្នឹងក្នុងហាងហ្នឹងបាទស្រស់ស្រូបហើយគាត់ក៏នាំប្រពន្ធកូនគាត់ហ្នឹងត្រឡប់មកផ្ទះវិញបាទដល់ត្រឡប់មកដល់ផ្ទះវិញកូនហ្នឹងដើរនិយាយប្រាប់គេថាអូយប់មិញពុកអញនាំម៉ែនាំខ្លួនគាត់ហ្នឹងដែលប្រើភាសាអញទៅកញ្ចុះឆ្ងាញ់ណាស់អូយមហូបសិតឆ្ងាញ់ហើយប្រាប់ក្មេងៗគ្នាគាត់ហ្នឹងថាបោះទៅនោះពុកអញប្រាប់បោះពុកឯងនារីជាដៃគូបោះពុកឯងហ្នឹងមានតែមួយក្រៅពីហ្នឹងបោះពុកអញទាំងអស់នៅហ្នឹងបាទអញ្ចឹងរឿងនិទាននេះគឺមានប៉ុណ្ណឹងបាទបងប្អូនសូមអរគុណ